រឿងអ្នកតាដ៏អស្ចារ្យកាលពីព្រេងនាយនៅភូមិសុកដុំមានដើមជ្រៃធំមួយដើមដុះនៅកណ្ដាលភូមិអ្នកភូមិគ្រប់គ្នាជឿថានៅទីនោះមានអ្នកតាដ៏មានបារមីមួយអង្គគង់នៅដើម្បីចាំជួយថែរក្សាការពារភូមិឲ្យមានសេចក្តីសុខថ្ងៃដែលភាពស្ងប់ស្ងាត់ត្រូវរំខានយូរទៅអ្នកភូមិខ្លះបានភ្លេចខ្លួនពួកគេចាប់ផ្ដើមបោះសំរាមចោលពាសវាលពាសកាលកាប់បំផ្លាញព្រៃឈើជុំវិញដើមជ្រៃហើយលែងគោរពដល់បរិស្ថានជុំវិញខ្លួនបន្តិចម្ដងភូមិដែលធ្លាប់តែស្រស់បំព្រងក៏ចាប់ផ្ដើមស្ងួតហួតហែងខ្យល់ព្យុះចាប់ផ្ដើមបក់បោកខ្លាំងធ្វើឲ្យអ្នកភូមិមានការភ័យខ្លាចក្មេងប្រុសម្នាក់ឈ្មោះសុកដែលជាក្មេងមានចិត្តសប្បុរសបានកត់សម្គាល់ឃើញភាពខុសប្លែកនេះសុកតែងតែទៅលេងនៅក្រោមដើមជ្រៃរាល់ថ្ងៃនៅយប់មួយខណៈដែលខ្យល់បក់បោកខ្លាំងសុកបានសម្រេចចិត្តទៅកាន់ដើមជ្រៃដើម្បីសុំឲ្យអ្នកតាជួយការពារភូមិនៅពេលសុកទៅដល់គេបានឃើញដើមជ្រៃកំពុងញ័ររន្ធត់សុកមិនបានខ្លាចទេតែគេបែរជាអង្គុយចុះហើយចាប់ផ្ដើមរើសសម្រាមជុំវិញគូឈើនោះដោយក្តីស្រឡាញ់គេនិយាយខ្សឹបខ្សឹបថាអ្នកតាអើយសូមជួយភូមិយើងផងខ្ញុំនឹងខំប្រឹងថែរក្សាកន្លែងនេះឲ្យបានស្អាតបាតភ្លាមនោះពន្លឺពណ៌មាសមួយដុះស្រស់ទន់បានជះចេញពីដើមជ្រៃរូបរាងនៃបុរសចំណាស់ម្នាក់ដែលមានទឹកមុខញញឹមស្រស់បំព្រងបានលេចរូបរាងឡើងនោះគឺអ្នកតាបានមានប្រសាសន៍ដោយសំឡេងដ៏ទុំភ្លុំថាសុកអើយអ្នកតាពិតជាអស្ចារ្យមែនតែមិនមែនព្រោះតែវេទមន្តនោះទេអ្វីដែលអស្ចារ្យបំផុតគឺការដែលមនុស្សម្នាដឹងពីរបៀបរក្សាផ្ទះសម្បែងនិងធម្មជាតិរបស់ខ្លួនបើអ្នកភូមិបន្តបោះសម្រាមនិងបំផ្លាញព្រៃឈើតើអ្នកតាអាចការពារភូមិដែលគ្មានសេចក្តីស្រឡាញ់នេះបានដោយរបៀបណាសុកបានយល់ច្បាស់គេបានត្រឡប់ទៅប្រាប់អ្នកភូមិគ្រប់គ្នាសុកនិងមិត្តភ័ក្តិបាននាំគ្នាដើររើសសម្រាមដាំដើមឈើបន្ថែមនិងបង្រៀនអ្នកភូមិពីរបៀបថែរក្សាបរិស្ថានមិនយូរប៉ុន្មានភូមិសុខដុមបានវិលត្រឡប់មករកភាពស្រស់បំព្រងវិញអ្នកភូមិគ្រប់គ្នាបានដឹងថាអ្នកតាដ៏អស្ចារ្យពិតជាមានមែនមិនមែនព្រោះតែលោកមានមន្តអាគមខ្លាំងក្លានោះទេតែព្រោះលោកតែងតែផ្ដល់ឱកាសឲ្យមនុស្សកែខ្លួននិងរស់នៅជាមួយធម្មជាតិដោយសុខដុមរមនាជានិច្ចអរគុណ